ព្រៃទុំពេញដើមទៀតដែរនិយាយពីថាព្រៃណាក៏ដូចព្រៃណាដែរសត្វតែដើមតំពាំងបាយជូរព្រៃហើយសត្វតែផ្លែតែម្ដងបងប្អូនទុំឡើងខ្មៅពឹកពេញដើមទុំឡើងល្អខ្លាំងមែនតែម្ដងម្ដងវិញបេះយំអស់ទេចឹងហើយក៏ខ្ញុំដល់រដូវដែលខ្ញុំត្រូវបេះផ្លែនឹងយកមកធ្វើស្រាផឹកបងប្អូនគឺស្រាផឹកហ្នឹងគឺវាជំនួយដល់សុខភាពស្រាតំពាំងបាយជូរព្រៃនេះរសជាតិវាជូរអែមឆ្ងាញ់ខ្លាំងតែម្ដងនិយាយពីថាផ្លែវាល្អណាស់បងប្អូនអើយហើយសម្រាប់ផ្លែតំពាំងបាយជូរព្រៃនេះវាមានតាមតំបន់ណាបងប្អូនស្រុកខ្លះខេត្តខ្លះគឺវាមានទេតែសម្រាប់នៅខ្ញុំវិញវាសម្បូរណាស់ជាពិសេសខែនឹងដល់រដូវវាដោយសារតែផ្លែតំពាំងបាយជូរព្រៃនេះគឺជាថ្នាំជំនួយជួយដល់សុខភាពដល់ពេលអញ្ចឹងទៅឲ្យតែវាដល់រដូវដល់ផ្លែច្រើនចេះហើយខ្ញុំមិនរំលងទេគឺខ្ញុំតែងតែយកវាទៅធ្វើស្រាហើយសម្រាប់ការធ្វើស្រាតំពាំងបាយជូរព្រៃរបស់ខ្ញុំអត់ប្រើស្រាសយមត្រាំទេណាដោយសារតែអាផ្លែតំពាំងបាយជូរព្រៃនេះជាតិវាគឺដូចស្រាអញ្ចឹងឲ្យតែយើងយកវាទៅធ្វើទុកឲ្យយូរទៅវាកាច់ទៅគឺคล้ายទៅជាស្រាដ៏មានរសជាតិដ៏ឈ្ងុយឆ្ងាញ់អញ្ចឹងណាដូចស្រាតំពាំងដៃជូរដែលនៅបរទេសដែរបងប្អូនហើយរសជាតិវាឆ្ងាញ់ណាស់ពេលដែលខ្ញុំហូបពេលណាក៏ខ្ញុំចូលចិត្តហូបដែរនិយាយទៅខ្ញុំធ្វើទុកហូបទាំងកធុនទាំងកឡអញ្ចឹងណាហូបពេលដែលយើងដូចថាសុខភាពអត់ល្អអីគឺយើងយកវាមកហូបហើយរសជាតិវាឆ្ងាញ់អញ្ចឹងណាអត់ពិបាកលេបពិបាកអីទេណាមួយវាត្រូវថ្នាំផងបងប្អូនដល់អញ្ចឹងទៅយើងហូបទៅដើម្បីសុខភាពយើងអញ្ចឹងណាហើយសម្រាប់ផ្លែហ្នឹងរសជាតិវាជូរអែមមានជាតិល្មាស់អញ្ចឹងណាតែដល់ពេលយើងធ្វើស្រាហើយគឺវាអត់មានជាតិល្មាស់សំបីតែបន្តិចទេបងប្អូនគឺនៅរសជាតិវាជូរអែមហើយមានរសជាតិស្រាតិចអញ្ចឹងណារសជាតិស្រាបងប្អូនយើងដឹងហ្នឹងហើយបងប្អូនតើគ្នាបន្ទាប់ពីខ្ញុំបេះវាបានហើយហ្នឹងក៏យកវាមកប្រឡេះបែបនេះហើយលាងទឹកវាច្រើនទឹកដោយសារតែអាផ្លែវាហ្នឹងមានចំណុចរោមចំណុចអីអញ្ចឹងណាវាចូលចិត្តមែនតែវារោមនៅពេញផ្លែហ្នឹងតែម្ដងអញ្ចឹងហើយតើតែយើងប្រឡេះហើយយកទៅលាងទឹកវាច្រើនទឹកទៅបានស្អាតល្អហើយបន្ទាប់ពីលាងទឹកវាបានស្អាតបែបនេះគឺខ្ញុំយកវាមកដាក់ក្នុងកន្លដាក់មួយជាន់ហើយយើងដាក់ស្ករដាក់មួយជាន់ដាក់ស្ករទាល់តែអស់អញ្ចឹងណាបន្ទាប់មកយើងទុកវារយៈពេលចាប់ពីកន្លះខែឡើងទៅយើងអាចយកទៅហូបបានព្រោះថាបើសិនតែយើងឆាប់ហូបពេកវាអត់កាច់ទៅជាស្រាទេបងប្អូនព្រោះថាខ្ញុំធ្វើហ្នឹងគឺធ្វើបែបធម្មជាតិដាក់តែស្ករហើយជាមួយនឹងផ្លែតំពាំងបាយជូរហ្នឹងអត់មានលាយស្រាសស្រាអីណាគឺដាក់អញ្ចេះគឺរសជាតិវាឆ្ងាញ់បែបធម្មជាតិតែម្ដងហើយនេះខ្ញុំធ្វើរយៈពេល14ថ្ងៃគឺមកឆ្ងាញ់កាច់ទៅជារសជាតិស្រាជូរអែមឆ្ងាញ់ខ្លាំងមែនទែនទាស់ត្រង់ថាថ្ងៃហ្នឹងដូចរៀងខ្វះគ្នាបើបាន2នាក់អីគឺត្រូវតែម្ដងបងប្អូនហ្នឹងហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនា